មហេសង្ក្រានต์ឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026មហេសករាជ1948ចលសករាជ1388សុភមស្តោវរៈមង្គលាជយាតិរេកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រ15កើតខែពិសាលុះដល់ថ្ងៃសៅរ៍1រោចខែពិសាឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រានต์ចូលនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង10:48នាទីព្រឹកពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរាខសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌ខ្មៅលំអនៅព្រះការដោយសៀតឈូកអភរណៈកែវមនោរាភសហាទ្រង់លោហិតឈាមព្រះហស្តស្ដាំទ្រង់ធ្នូព្រះហស្តឆ្វេងទ្រង់ត្រីសោទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យសេះជាមគ្គពិហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំង100,000កោដហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកនៅកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង7ត្រជាក់ក្សេមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមណះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្តបងអពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជនមាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង10:48នាទីព្រឹកជាថ្ងៃចូលឆ្នាំវរៈមហាសង្ក្រាន្តថ្ងៃពុធ13រោចខែចែកត្រូវនឹងថ្ងៃទី15ខែមេសាគ្រិស្តសករាជ2026ជាវរៈវណ្ណបតថ្ងៃព្រហស្បតិ៍14រោចខែចែកត្រូវនឹងថ្ងៃទី16ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង14:40នាទី12វិនាទីជាវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំមមីអត្តស័កមហាសករាជ1948ជលសករាជ1388តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អន្តេរថីជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានេះដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសន្តានតាមប្រពៃណីរក្សាសិល5ឲ្យបានជាប់ជានិច្ច
នោះទេវតានឹងឲ្យពរសព្វសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរណ្ដាប់ទទួលទេវតារណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរៀងទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបក្រាលសម្ពុតពណ៌សឬសម្ពុតតាមអំពរទេវធីតាក៏បានហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់មួយគូបាយសី7ថ្នាក់មួយគូបាយសី5ថ្នាក់មួយគូបាយសី3ថ្នាក់មួយគូបាយសីបច្ឆាមួយគូស្លាធម៌មួយគូទឹកអប់មួយគូទៀន5ធូប5លាជ5ផ្កា5ដាក់លើជើងពៀនមួយគូចេកនួនចេកណាំវ៉ាដាក់លើជើងពៀនមួយគូផ្លែឈើ11មុខរៀបដាក់ជើងពៀន11គូដូងឡៅមួយគូទឹកស្អាត2កែវស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងនឹករលឹកលុះចប់ពិធីទទួលទេវតានៅខាងមុខដើមរៀនគួរមានខ្លះមួយបាំងផងនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពៀននិងនៅលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ